សួស្តីទាំងអស់គ្នាញ៉ាំនេះមានអវ៉ាន់ពិសេសចង់បង្ហាញជូនបងពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងដៃខ្ញុំខាងនេះគឺជា Xiaomi 17T បងប្អូនណាជាទូរស័ព្ទដែលចេញចុងក្រោយដែរបងប្អូនណាចេញចុងក្រោយទើបតែនឹងចេញទេបាទហើយសម្រាប់ការ design រូបរាងវិញគឺស្អាតមែនទែនបងប្អូនការរូបរាង design អេក្រង់រាបស្មើកាមេរ៉ាខាងក្រោយគឺធ្វើស្អាតមែនទែនបងប្អូនហើយតាក់ទងជាមួយនឹងការ design គឺខ្ញុំឲ្យ9 លើ 10 បាទហើយនឹងការក្តាប់កាន់គឺមានភាពងាយស្រួលមែនទែនក្តាប់កាន់ស្រួលល្មមទូចល្មមស្រួលកាន់បងប្អូនហើយតិចទៀតខ្ញុំនឹងនិយាយអំពី spec របស់វាខ្លះប៉ុន្តែខ្ញុំអាចបានក្បោះក្បាយច្រើនទេបងប្អូនព្រោះយើងអត់មិនមែនជាអ្នក review ហាជីបឬក៏អ្នកអីទេបងប្អូនជាអ្នកលក់ធម្មតាប៉ុន្តែចង់បង្ហាញពី spec វាតិចជូនដល់បងប្អូនទាំងអស់គ្នាបាទសម្រាប់ Xiaomi 17T គឺជា smartphone រំដាប់ថវិកាកម្ពុជា flagship killer ចំនួនថ្មីចុងក្រោយដែលផ្ដោតសំខាន់ទៅលើកាមេរ៉ាលេខានិងកម្លាំងម៉ាស៊ីននិងថាមពលថ្មហើយសម្រាប់កាមេរ៉ានៅខាងក្រោយរបស់វាមានទំហំកាមេរ៉ាគោលបងប្អូនទំហំគឺ50 megapixel បាទប្រភេទ live version 800មាន OIS បាទសម្រាប់ periscope គឺមានទំហំ50 megapixel ដែលមាន telephoto 5x optical zoom មាន OIS បាទសម្រាប់ ultra wide គឺមានទំហំ12 megapixel បងប្អូនសម្រាប់កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ32 megapixel ដែលវាអាចថតបានរហូតដល់ 4K បងប្អូនណាវីដេអូរហូតដល់ 4K សម្រាប់ថាមពលថ្មនិងការសាកថ្មរបស់វាមានទំហំថ្ម 6500 mAh ជាប្រភេទ silicon carbon battery សាកថ្មល្បឿនលឿន67 វ៉ាត់អូប៉ុណ្ណេះអែមបងប្អូនណាតែ67 វ៉ាត់ដល់វាប្រើប្រតិបត្តិការ Android 16 HyperOS បាទ3មានអាវក្រោះការពារទឹកនិងកម្រិតដីកម្រិត IP68 បងប្អូនអែមខ្លាំងមែនតើណាចំណុចដែលលេចធ្លោដែលគួរចាប់អារម្មណ៍ទៅលើ Xiaomi 17T គឺទៅលើកាមេរ៉ា telephoto 5x periscope នេះបាទ periscope បាទនេះជាលើកដំបូងដែល Xiaomi បំពាក់ lens telephoto periscope ពង្រីក 5x optical និងមាន AI zoom រហូតដល់120 គុណបងប្អូនលើត្រកូល T ជាមួយនឹង lens លេខាបងប្អូនជាមួយនឹង lens លេខាបាទកប់សេរីមែនតើណាព្រោះដោយសារត្រកូល T มันងាយនឹងដាក់បំពាក់ lens ដល់ 5x optical zoom ណាបងប្អូនហើយ zoom រហូតដល់120 គុណទៀតថាមពលថ្មដែលធំជាងមុនបងប្អូនអ្វីដែលពិសេសមួយទៀតគឺថាមពលថ្មធំជាងមុនដែលវាប្រើបច្ចេកវិទ្យា silicon carbon battery ដែលជួយឲ្យ Xiaomi 17T ញាត់ថ្មបានធំរហូតដល់ 6500 mAh ដោយរក្សានៅកម្រាស់ទូរស័ព្ទនៅភាពស្ដើងល្មមនិងកាន់ថ្មបានយូរជាងមុនបងប្អូនតែមែនតើណាសម្រាប់អេក្រង់របស់វាគឺជាប្រភេទ AMOLED ដែលទំហំគឺ 6.59 អ៊ីនដែលមានហ្គេមស្ដើងនិងកម្រិតពន្លឺរហូតដល់ 3500 nit ងាយស្រួលមើលក្រោមពន្លឺថ្ងៃបាទសម្រាប់ប្រព័ន្ធត្រជាក់របស់ Xiaomi iLock ជួយសម្រួលកម្ដៅពេលលេងហ្គេមនិងប្រកបការងារធ្ងន់ៗបានយ៉ាងរលូនវ៉ាវតែមែនទេបងប្អូនមើលទៅ Xiaomi 15T 17T តកូ T គឺគេមិនងាយពាក់អីល្អប៉ុន្តែមកលើកនេះគឺ 17T គឺពាក់របស់ដែលល្អច្រើនមែនទែនជាទូទៅគឺវាពាក់ច្រើនតែប្រភេទតកូកតុយ Pro បងប្អូនណាកតុយ Pro បងប្អូនដឹងថាតម្លៃ T នេះគឺក៏ល្អសមត្ថភាពក៏ខ្លាំងបាទខ្ញុំនិយាយធំអាតិចឥឡូវតិចខ្ញុំនឹងតេស្តកាមេរ៉ាតិចជូនបងប្អូនថាកាមេរ៉ាវាល្អដូចអ្វីដែលបានខ្ញុំនិយាយពី spec ហ្នឹងអត់បាទអរគុណសួស្តីទាំងអស់គ្នានេះគឺជាវីដេអូខ្ញុំថតចេញពី Xiaomi 17T កម្រិត 4K 60 frame បាទជាមួយនឹងកាមេរ៉ាខាងក្រោយបងប្អូនមើលចាក់ស្ដែងទៅបងប្អូនមើលសម្រាប់តាក់ទងជាមួយនឹងគុណភាពបាទវីដេអូរបស់វាគឺ smooth ល្អមែនទែនបងប្អូនហើយការ zoom វីដេអូរបស់វាគឺបានត្រឹមតែ6 គុណបងប្អូនណា6 គុណវីដេអូគឺវា zoom មក6 គុណប៉ុណ្ណាបានបងប្អូនការប្រើប្រាស់និងការថតរូបគឺអែមមែនទែនជាមួយនឹងវីដេអូរបស់ Xiaomi នេះបងប្អូនអូកប់ស្រីបាន 7T ថតស្អាតដែរអែមមែនទែនបងប្អូនកប់មែនទែនឥឡូវខ្ញុំសាកប្រវែកាមេរ៉ាខាងក្រោយបាទដាក់1 គុណវិញបងប្អូនខ្ញុំប្រវែកាមេរ៉ាខាងក្រោយរបស់វាមក selfie បងប្អូនជួយយ៉ាងណាដែរសម្រាប់វីដេអូដែលថតចេញពីក្រោយរបស់ Xiaomi 17T នេះណាបាទមិនមែន Pro ទេបាទមិនតែបងគុណភាពគឺអែមអត់ជាមួយនឹងសម្លេងផ្ទាល់ជាមួយនឹងទូរស័ព្ទដាក់បាទទីគេខ្ញុំនឹងដាក់កាមេរ៉ា selfie ខាងមុខវិញម្ដងបងប្អូនអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំថតចេញពី Xiaomi 17T ជាមួយនឹងកាមេរ៉ា selfie ខាងមុខបាទវាថតបានត្រឹមតែ 4K 30 frame បងប្អូនសម្រាប់ 4K 30 frame ទៅលើ Xiaomi 17T នេះគឺអែមមែនទែនបងប្អូនណាអែមមែនទែនបងប្អូនមើលទៅវីដេអូនេះញាក់សាច់ហ្មងណា
ស្អាតសាច់ស្អាតនិយាយចំតម្លៃក្នុងកញ្ចប់ថវិកាមួយនៅតម្លៃល្អហើយសមត្ថភាពកាមេរ៉ាខ្លាំងទៀតបងប្អូនជាមួយនឹងស្ថាប័នភាពកាមេរ៉ាខ្លាំងតម្លៃល្អបាទហើយរូបរាងកាយ design ស្អាតមែនទែនបាទបងប្អូនយល់យ៉ាងណាដែរសម្រាប់Xiaomi 17T នេះបាទអរគុណ